ប្រទេសកម្ពុជាក្នុងសម័យបុរាណកាលជារដ្ឋរុងរឿងពងពោះថ្លៃថ្នូរមានឈ្មោះល្បីជាងគេនៅអាស៊ីអាគ្នេយ៍យើងនេះតែបីល្អផូរផង់ដោយសម្បត្តិធម្មជាតិសម្បត្តិវប្បធម៌ដ៏ថ្លៃថ្លានិងច្រើនមហេជាគេតំណែងមិនអាចកាត់ថ្លៃបានដែលដូនតាខ្មែរបន្សល់ទុកសម្រាប់កុលបុត្រកុលធីតាខ្មែរគ្រប់ចំនួនមរតកទាំងអស់នេះហើយដែលធ្វើឲ្យយើងជាកូនខ្មែរជំនាន់ក្រោយមានមោទនភាពក្រៃលែងសេចក្តីស្រឡាញ់ការពេញចិត្តការលើកដង្កើងការឲ្យតម្លៃខ្ពស់ចំពោះជាតិខ្លួនត្រូវតែសម្ដែងចេញជាការចូលរួមយ៉ាងសកម្មក្នុងការកសាងការពារនិងអភិវឌ្ឍជាតិក្នុងមេរៀននេះអ្នកនឹងបានសិក្សាអំពីប្រវត្តិឈ្មោះភូមិស្រុកមួយចំនួនរបស់ខ្មែរនិងស្មារតីជំនះការលំបាកគ្រប់បែបយ៉ាងក្នុងបព្វហេតុជាតិនិងទឹកដីទន្ទឹមនឹងនេះអ្នកនឹងបានសិក្សាបំណិតមួយចំនួនដូចជាការអាកាសលក្ខណៈថេរៈរបស់រឿងការសង្ខេបនិងសំណេរបំពេញលិខិតឯកជនមួយចំនួន